ច្រើនពរញាតិញោមប្រុសស្រីទាំងអស់គ្នាតែនិយមស្គាល់អាភិបនិងលោកម្ចាស់ផលឡាតុញនៅក្នុងគណៈវេលាឱកាសនេះលោកមិនបានធូរស្បើយអីទេញាតិញោមកាន់តែធ្ងន់ទៅហើយនៅវេលាម៉ោង 8:30 នាទីយប់លោកបានក្អកនិងក្អួតក៏ធ្លាក់ឈាមច្រើនមែនតើហើយក្អួតធ្លាក់ឈាមនេះគឺ3 ដងហើយ3 ដងហើយក្នុងរយៈពេលប្រហែលម៉ោងនេះឥឡូវនេះកំពុងតែរុញលោកទៅបន្ទប់សង្គ្រោះបន្ទាន់និងទៅតាមវិធានការរបស់ពេទ្យប៉ុន្តែសូមបញ្ជាក់មកវិញញាតិញោមពុទ្ធបរិស័ទថាលបងផលឡាតុញលោកអត់តន់ល្អប្រសើរទេអាការៈនៅពេលនេះមានតែធ្ងន់ទៅយ៉ាងម៉េចទេអញ្ចឹងអាស្រ័យបានជម្រាបប្រាប់ញាតិញោមផងអ្នកស្គាល់ដែលចង់មកសួរសុខទុក្ខលោកអីក៏តាក់ទងតាមយត្តអាភិបចោះតែកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យធំក្នុងខេត្តបាត់ដំបង